អតីតតារា TVB ល្បីមួយរូបទៀតហើយបារាជ័យនឹងមុខជំនួញក៏ងាកមកបើកតូបលក់ជើងមាន់អាំងតាមចិញ្ចើមផ្លូវជាមួយប្រពន្ធវៀនខុយ កេខិន ដែលជាអតីតតារាសម្ដែងរបស់ទូរទស្សន៍ TVB មួយរូបធ្លាប់បង្ហាញខ្លួនក្នុងខ្សែភាពយន្តល្បីជាច្រើនថ្មីនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍ក្រោយឃើញលោកបើកតូបដាក់លក់ជើងមាន់អាំងនៅតាមផ្លូវជាមួយប្រពន្ធកាលពីថ្ងៃទី05 ខែមីនាឆ្នាំ2025កន្លងទៅអតីតតារាសម្ដែងវៀនខុយ កេខិនអាយុ41ឆ្នាំបានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅពេលដែលលោកបានបង្ហោះវីដេអូមួយដែលជាវីដេអូលោកនិងប្រពន្ធរៀបចំកន្លែងដាក់អាំងជើងមាន់លក់តាមការទម្លាយរបស់លោកបានរៀបរាប់ថាមុខរបររបស់លោកគឺដំណើរការល្អណាស់ពីមួយថ្ងៃទៅមួយថ្ងៃហើយសេដ្ឋកិច្ចគ្រួសាររបស់លោកក៏នឹងផងដែរជាងនេះទៅទៀតលោកក៏បានបង្កើតជាប្រេនមួយដើម្បីពង្រីកមុខរបររបស់លោកផងដែរក្នុងមុខរបររបស់លោកនេះផងដែរដោយសារតែលោកវៀនខុយមិនចូលចិត្តនិងមិនពូកែខាងទំនាក់ទំនងដូចនេះការងារនេះជាតួនាទីរបស់ប្រពន្ធលោកខណៈលោកខ្លួនឯងទទួលខុសត្រូវលើការចំអិតនិងលក់ដោយផ្ទាល់គួរឲ្យដឹងផងដែរថាមុនងាកមកចាប់មុខរបរលក់ជើងមាន់អាំងនៅតាមផ្លូវវៀនខុយបានវិនិយោគបើកហាង Hot Pot និងហាងកាហ្វេប៉ុន្តែជំនួញនេះគឺមិនទទួលបានជោគជ័យនោះឡើយរហូតធ្វើឲ្យលោកធ្លាក់ខ្លួនក៏គ្មានសល់សូម្បីប្រាក់សន្សំក្នុងខ្លួនពេលដែលលោកមិនដឹងថាគិតដើរទៅផ្លូវណាទៀតប្រពន្ធលោកក៏បានណែនាំឲ្យលោកបើកតូបមួយនៅតាមផ្លូវដោយដំបូងលោកបដិសេធមិនធ្វើឡើយព្រោះខ្លាចបាក់មុខប៉ុន្តែក្រោយមកដោយសារតែប្រពន្ធលោកមិនបោះបង់នៅលើកទឹកចិត្តនៅចាំជួយទើបធ្វើឲ្យលោកក្លាហានហ៊ានសាកល្បងនៅមុខរបរនេះរហូតមានភាពរីកចម្រើនបែបនេះ